មេដឹកនាំ Mary ចុះមកត្រួតពិនិត្យហើយជួបអ្នកដាក់លោតចុះពីលើអគារពេល Mary ឃើញបន្តោងត្បូងនៅលើអ្នកលោតនាងស្ទើរតែសន្លប់នាងប្រញាប់ទៅមើលចិត្តហើយពិតជាកូនស្រីរបស់នាង Sarah មែនមុនពេលបាត់បង់ស្មារតី Sarah ឃើញម្ដាយរបស់នាងហើយគិតថានាងកំពុងយល់សប្តិនាងមិនទាំងបាននិយាយពីទុក្ខសោករបស់នាងផងនាងសន្លប់បាត់ទៅហើយភ្លាមនោះកូនចៅម្នាក់ប្រាប់ Mary ឲ្យក្រោកឈរជាមុនសិនដោយនិយាយថាមនុស្សពោពេញដោយការកុហកមិនសមនឹងទទួលបានទេ Mary វាបរោះនោះឲ្យខ្ទាតទៅឆ្ងាយជាច្រើនម៉ែត្រដោយមួយដៃតាមពិត Mary គឺជាព្រះនៃសង្គ្រាមនៃប៉ុមនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះនាងបានលាក់អត្តសញ្ញាណរបស់នាងដោយធ្វើការជាអ្នកបោះសម្អាតនៅក្នុងក្រុមហ៊ុនមួយថ្មីនេះគូប្រជែងដ៏មានឥទ្ធិពលម្នាក់បានបង្ហាញខ្លួនហើយកំទេចសិស្សរបស់នាងទាំងអស់ដូច្នេះ Mary បានចេញមុខម្ដងទៀតហើយកំចាត់សត្រូវទាំងនោះបន្ទាប់ពីការត្រឡប់មកវិញនេះអ្នកគ្រប់គ្រងបានតែងតាំងនាងជាព្រះនៃសង្គ្រាមដែលមិនអាចយកឈ្នះបាននិងបានបញ្ជាឲ្យនាងត្រួតពិនិត្យទីក្រុងធំ Mary មិនដឹងទេថាក្នុងរយៈពេល2ឆ្នាំដែលនាងបានចាក់ចេញ Sarah រងទុក្ខវេទនាយ៉ាងណានៅផ្ទះប្តីរបស់នាង John បាននាំស្ត្រីពីរម្នាក់មកផ្ទះស្ទើរតែរាល់ថ្ងៃថ្ងៃមួយស្ត្រីនោះនិយាយថានាងអាចណែនាំគាត់ឲ្យស្គាល់ម្ចាស់ទីក្រុង John រំភើបភ្លាមនៅពេលលើបែបនេះក្រុមហ៊ុនរបស់គាត់បានរីកចម្រើនក្នុងរយៈពេលប្រមាណឆ្នាំមកនេះនៅតែមិនទាន់ដល់កម្រិតកំពូលប្រសិនបើគាត់តាក់ទងជាមួយម្ចាស់ទីក្រុងគាត់អាចនឹងល្បីល្បាញត្រឹមមួយយប់ John មិនដឹងសោះថាក្រុមហ៊ុនរបស់គាត់រស់រានមានជីវិតអស់រយៈពេលជាច្រើនឆ្នាំមកនេះដោយសារតែ Mary ជួយគាត់ដោយសម្ងាត់គាត់សួរស្ត្រីពីរនោះថាតើម្ចាស់ទីក្រុងចូលចិត្តអ្វីថាគាត់នឹងរៀបចំកាដូទុកជាមុនស្ត្រីនោះនិយាយថាមិនចាំបាច់រៀបចំអ្វីទេមានរបស់ត្រៀមរួចជាស្រេចនៅផ្ទះ Sarah លើបែបនេះក៏រត់ឪពុករបស់នាងខាត់នាងភ្លាមផ្ទះកំភ្លៀងនាងនៅនឹងកន្លែងស្ត្រីពីរប្រាប់ Sarah ឲ្យស្លៀកពាក់ឲ្យស្អាតថានាងនឹងនាំនាងទៅមើលពិភពលោកយប់នេះ Sarah ភ័យស្លន់ស្លោរត់ត្រឡប់ទៅបន្ទប់របស់នាងហើយចាក់សោតទ្វារនាងទូរស័ព្ទទៅម្ដាយរបស់នាងដើម្បីសុំជំនួយពេលនេះ Mary កំពុងត្រួតពិនិត្យលំនៅឋានរបស់ម្ចាស់ទីក្រុងខ្សែវ៉ល Sarah មិនអាចតាក់ទងបានទេភ្លាមនោះ John និងស្ត្រីពីរបានទម្លាយចូលហើយឆក់យកទូរស័ព្ទរបស់នាងពួកគេឃើញថានាងកំពុងហាយទៅ Mary John សើចហើយនិយាយថា Sarah គួរឲ្យអស់សំណើចណាស់ថា Mary គ្រាន់តែជាអ្នកបោះសម្អាតដែលធ្វើការនៅក្រៅក្រុងទោះបីជានាងដឹងក៏គ្មានអ្វីផ្លាស់ប្ដូរដែរគាត់បន្ថែមថាបន្ទាប់ពីប្រកូល Sarah ឲ្យម្ចាស់ទីក្រុងនៅថ្ងៃនេះគាត់នឹងលែងលះ Mary ដែរ Sarah នៅតែអង្វរគាត់កុំឲ្យធ្វើបែបនេះម្ចាស់ទីក្រុងល្បីល្បាញខាងតណ្ហាខ្មៅងឹតនាងនិយាយថានាងគឺជាកូនស្រីបង្កើតរបស់គាត់តើគាត់អាចរុញនាងទៅក្នុងរកដោយរបៀបណា John មិនខ្វល់តតែសោះដរាបណាគាត់អាចឡើងឋានៈតាមរយៈម្ចាស់ទីក្រុងការលះបង់ណាមួយក៏មានតម្លៃដែរមិនយូរប៉ុន្មានស្ត្រីពីរនិង John បានចង់ Sarah ឲ្យនាំនាងទៅកាន់លំនៅឋានស្ត្រីនោះទូរស័ព្ទទៅម្ចាស់ទីក្រុងថាអំណោយរួចរាល់ហើយសួរថាតើត្រូវដាក់នៅណាម្ចាស់ទីក្រុងប្រាប់នាងឲ្យដាក់វានៅកន្លែងធម្មតា Mary កំពុងអង្គុយនៅក្បែរគាត់នាងប្រាប់អ្នករាល់គ្នាថាការត្រួតពិនិត្យថ្ងៃនេះបានបញ្ចប់ហើយបន្ទាប់ពីឈប់មួយកន្លែងទៀតនៅការិយាល័យអធិការនាងនឹងទៅផ្ទះហើយធ្វើឲ្យប្តីនិងកូនស្រីរបស់នាងភ្ញាក់ផ្អើលម្ចាស់ទីក្រុងនិងអិសរាជនក្នុងតំបន់អង្គររនៅពេលនាងចាក់ចេញនៅខាងក្រៅ Sarah ស្រាប់តែហែកស្កុតចេញហើយរត់ស្រែកសុំជំនួយពេលកំពុងរត់ Mary ទើបតែដើរចេញពីបន្ទប់ទទួលភ្ញៀវហើយយឺសម្លេងដែលធ្លាប់ស្គាល់ស្រែកសុំជំនួយភ្លាមនៅពេលដែលនាងងាកក្រោយ John អូស Sarah ចូលទៅខាងក្នុងវិញ Mary គិតថានាងនឹករលឹកកូនស្រីខ្លាំងពេកហើយស្រមៃឃើញ John មិនចង់មានបញ្ហាទៀតទេគាត់វាយ Sarah ឲ្យសន្លប់ពេល Sarah ភ្ញាក់ឡើងនាងនៅក្នុងបន្ទប់ខាងក្រោយការិយាល័យរួចទៅហើយម្ចាស់ទីក្រុងដ៏ខូខើឈរក្បែរនាងកាន់ទៀនប៉ុន្មាននាទីក្រោយមកគាត់ដើរចេញមកទាំងមិនទាន់អស់ចិត្តរាងកាយទាំងមូលរបស់ Sarah បង្ហាញសញ្ញានៃការធ្វើទារុណកម្មយ៉ាងខូខើនាងចង់ឲ្យសត្វចម្លែកទាំងនេះទទួលទោសនាងរត់គេចខ្លួននៅតាមផ្លូវនាងខាត់អធិការម្នាក់ដែលមានឋានៈខ្ពស់ជាងម្ចាស់ទីក្រុងគាត់នាំនាងចូលទៅក្នុងការិយាល័យរបស់គាត់យ៉ាងលឿនបន្ទាប់ពីបាននិយាយអ្វីដែលម្ចាស់ទីក្រុងនិង John បានធ្វើចំពោះនាងគាត់ផ្ទុះកំហឹងថាគាត់នឹងបញ្ជូនមនុស្សទៅស៊ើបអង្កេតភ្លាមនោះ Sarah ដក flash drive មួយចេញថានៅក្នុងនោះមានភស្តុតាងដែលបានថតទុកអធិការសន្យាថាគាត់នឹងនាំសត្វចម្លែកនោះមកកាត់ទោស Sarah មានអារម្មណ៍ធូរស្រាលនាងគិតថានាងបានជួបមនុស្សល្អហើយភ្លាមនោះលេខារបស់អធិការនិយាយថាព្រះនៃសង្គ្រាមហៀបនឹងមកដល់ហើយពួកគេប្រាប់ Sarah ឲ្យចាក់ចេញជាមុនសិនភ្លាមបន្ទាប់ពីនាងចេញទៅនាងទទួលបានសារមួយម្ចាស់ទីក្រុងផ្ញើរូបថត flash drive ឲ្យនាងដឹងថាពួកគេទាំងអស់គ្នាសុទ្ធតែគប់គិតគ្នា Sarah ប្រញាប់ត្រឡប់ទៅយក drive វិញម្ដាយរបស់នាងកំពុងអង្គុយនៅក្នុងការិយាល័យរួចហើយ Sarah មកដល់ហើយគោះកញ្ចក់ទាមទារវាវិញអធិការភ័យស្លន់ស្លោជ្រកក្បែរ Mary ប្រសិនបើព្រះនៃសង្គ្រាមដឹងក្បាលដកក៏មិនអាចជួយសង្គ្រោះគាត់បានដែរដូច្នេះគាត់កុហកប្រាប់ Mary ថាវាគ្រាន់តែជាក្មេងស្រីឈួតដែលគ្មានកេរ្តិ៍ខ្មាសមកបង្កបញ្ហា Mary នៅតែស្ដាប់សំឡេងនោះហាក់ដូចជាធ្លាប់ស្គាល់អធិការផ្ដល់សញ្ញាដល់កូនចៅរបស់គាត់ពួកគេប្រញាប់ទៅបិទវាំងនឹងក្នុងពេលជាមួយគ្នានោះ Sarah ត្រូវបានដេញតាមរហូតដល់ដំបូលបរិះនោះថែមទាំងព្យាយាមធ្វើរឿងស្មោកគ្រោកដាក់នាងទៀតផងដោយភ័យខ្លាច Sarah រអិលជើងធ្លាក់ពីលើដំបូលក្នុងពេលជាមួយគ្នានោះ Mary បញ្ចប់ការត្រួតពិនិត្យរបស់នាងនៅការិយាល័យអធិការនាងហៀបនឹងចាក់ចេញបន្ទាប់មកមានសំឡេងបុកយ៉ាងខ្លាំង Sarah ធ្លាក់ដល់ដី Mary ចូលទៅពិនិត្យមើលប៉ុន្តែអធិការរារាំងនាងពេលនាងងាកចេញនាងក្រឡេកឃើញបន្តោងត្បូងជើងរបស់នាងទន់នាងស្ទើរតែដួលនាងរត់ទៅមើលហើយឃើញថាជាកូនស្រីរបស់នាងអប Sarah សួរថាមានរឿងអ្វីកើតឡើងថាគួរតែនាងនៅសាលារៀនទេ Sarah មិនអាចនិយាយបានហើយបាត់បង់ស្មារតីអធិការប្រាប់ Mary ឲ្យនៅឆ្ងាយពីអ្នកកុហកនេះថាខ្លាចនាងឆ្លងរោគពីក្មេងនោះ Mary វាគាត់ឲ្យខ្ទាតទៅឆ្ងាយដោយមួយដៃនាងប្រញាប់បញ្ជូនកូនស្រីទៅមន្ទីរពេទ្យសំណាងល្អជីវិតរបស់នាងមិនមានគ្រោះថ្នាក់ទេមនុស្សចំណិតម្នាក់រាយការណ៍ថាអធិការត្រូវបានចាប់ខ្លួនគាត់ក៏បានឮថា Sarah ត្រូវបានឪពុកបង្កើតរបស់នាងប្រគល់ឲ្យម្ចាស់ទីក្រុងបន្ទាប់ពីការធ្វើទារុណកម្មនាងបានទៅការិយាល័យអធិការដើម្បីរកយុត្តិធម៌ Mary សួរថា John នៅលើនេះកូនចៅរបស់នាងនិយាយថា John កំពុងប្រារព្ធពិធីគប់កំណើតគម្រប់50ឆ្នាំរបស់គាត់នៅក្នុងសន្តាគារដ៏ប្រណិតមួយអិសរាជនមកពីទូទាំងទីក្រុងជួបជុំគ្នាស្ត្រីពីរពោលប្រាប់ John ពិធីជប់លៀងនេះត្រូវបានរៀបចំយ៉ាងពិសេសដោយម្ចាស់ទីក្រុងនាងនិយាយថាមានដំណឹងថាព្រះនៃសង្គ្រាមអាចនឹងបង្ហាញខ្លួនផងដែរ John រំភើបហួសពី